ភោគឆាយមុនពេលคล้ายជាអ្នកទោសរបស់ខ្មែរក្រហមភោគឆាយឈ្មោះបដិវត្តទូចភេទប្រុសកើតនៅឆ្នាំ1936នៅភូមិស្វាយព្រៃឃុំលំចង់ស្រុកសំរោងខេត្តតាកែវជាអ្នកទោសរបស់ខ្មែរក្រហមដែលត្រូវឃុំឃាំងនៅគុកទួលស្លែងមានឪពុកឈ្មោះហូជួម្ដាយឈ្មោះនាងហួនឪពុកចុងឈ្មោះភោគសុងភោគឆាយគឺជាបុគ្គលមួយរូបដែលធ្លាប់មានទំនាក់ទំនងជាមួយមនុស្សសំខាន់មួយចំនួនក្នុងជួរខ្មែរក្រហមដូចជាហូយ៉នហូនឹមជាដើមយោងឯកសារលេខ J00446 ភោគឆាយធ្លាប់ត្រូវបានរដ្ឋាភិបាលស្ដេចសីហនុចាប់ដាក់គុកនៅឆ្នាំ1967ជាមួយខៀវសំផនហូយ៉នហូនឹមដោយមូលហេតុទំនាស់អំពីការតាំងពិព័រណ៍វត្ថុសិល្បៈចិនឯកសារចម្លើយសារភាពរបស់ភោគឆាយនៅគុកទួលស្លែងត្រូវបានសរសេរចំនួន3ដងបញ្ជាក់ថាភោគឆាយត្រូវបានសួរចម្លើយចំនួន3លើកចម្លើយសារភាពលើកទី1ចុះថ្ងៃទី20ខែ3ឆ្នាំ1977លើកទី2ចុះថ្ងៃទី24និង26ខែ3ឆ្នាំ1977និងលើកទី3ចុះថ្ងៃទី31ខែ3ឆ្នាំ1977សរុបទាំង3ច្បាប់មានចំនួន81សន្លឹកចម្លើយសារភាពទាំង3ច្បាប់នេះមានចំណុចខ្លះដូចគ្នាហើយក៏មានចំណុចខ្លះខុសគ្នាប៉ុន្តែទាំង3ច្បាប់សុទ្ធតែមានលក្ខណៈមិនចប់ចុងចប់ដើមពោលគឺមជ្ឈមណ្ឌលឯកសារកម្ពុជាមានតែផ្នែកខាងមុខនៃឯកសារចម្លើយសារភាពទាំង3ច្បាប់នេះឯផ្នែកខាងចុងដែលបាត់យើងពុំទាន់រកឃើញនៅឡើយខាងក្រោមនេះជាសេចក្តីសង្ខេបសកម្មភាពរបស់ភោគឆាយហៅទូចតាមចម្លើយសារភាពទាំង3លើករបស់គាត់កាលពីឆ្នាំ1950ភោគឆាយទៅតែមានអាយុបាន13ឆ្នាំត្រូវបានបណ្តេញចេញពីសាលាតាកែវជាមួយនឹងសិស្ស20នាក់ទៀតដោយមូលហេតុបានចូលរួមធ្វើបាតកម្មមួយប្រឆាំងនឹងចៅហ្វាយខេត្តតាកែវឈ្មោះជាចិនកុកនិងចាងវាងសាលាឈ្មោះច័ន្ទក្រោមការដឹកនាំរបស់ព្រំចៅសួរនិងឈុកមឹងម៉ៅដែលគាំទ្រសឺងអុកថាន់ឈប់ពីសាលាតាកែវភោគឆាយបានប្រឡងចប់អាហារូបករណ៍រៀននៅអនុវិទ្យាល័យបរិយាសម្ភារខេត្តកំពតនៅឆ្នាំ1952ឆ្នាំ1956ភោគឆាយអាយុ19ឆ្នាំរៀនចប់អនុវិទ្យាល័យហើយមកប្រឡងជាប់រៀនបន្តនៅសាលាដេកាតជាសាលារបស់បារាំងនៅភ្នំពេញដែលស្នាក់នៅវត្តប្រយុវង្សឆ្នាំ1959ភោគឆាយអាយុ22ឆ្នាំប្រឡងជាប់រៀននៅមហាវិទ្យាល័យច្បាប់ចាប់ពីឆ្នាំ1960គាត់ឆ្លៀតបង្រៀនតាមសាលាឈ្នួលមួយចំនួនដូចជាសាលាចតុមុខខេមរាចម្រើនវិទ្យានិងសាលាប្រសើរសិក្សាដើម្បីយកកម្រៃសម្រាប់ផ្គត់ផ្គង់ការចាយវាយផ្ទាល់ខ្លួននិងផ្ញើខ្លះទៅឲ្យម្ដាយនៅឯខេត្តតាកែវនៅសាលាច្បាប់ភោគឆាយក៏បានស្គាល់ឈ្មោះសារិនឆាកធ្វើការនៅក្រសួងការបរទេសរៀននៅសាលាច្បាប់ដែរសារិនឆាកធ្លាប់បើកសមាគមនិស្សិតសាលាច្បាប់នៅឆ្នាំ1961ដល់62ហើយភោគឆាយក៏បានចូលរួមដោយទទួលខុសត្រូវខាងផ្នែកបោះពុម្ពផ្សាយទស្សនាវដ្តីនៅក្នុងក្របខ័ណ្ឌសាលាច្បាប់នេះដែរភោគឆាយបានតាក់ទងនឹងយកចិត្តយកថ្លើមមនុស្ស2នាក់ទៀតទី1គឺហូយ៉នជាគ្រូបង្រៀនរបស់គាត់ផ្នែកសេដ្ឋកិច្ចហូយ៉នតែងតែហៅភោគឆាយទៅចូលរួមក្នុងអង្គប្រជុំដែលនិយាយអំពីបញ្ហានយោបាយធ្វើឲ្យភោគឆាយចូលចិត្តនយោបាយបន្តិចម្ដងហើយគោរពនិងស្ដាប់បង្គាប់ហូយ៉នជារៀងរហូតបុគ្គលទី2ដែលភោគឆាយគោរពនិងជឿជាក់គឺអុចវ៉ែនជាប្រធានសមាគមចម្រើនវិជ្ជាផងជាលេខាធិការបណ្ណាល័យសាលាច្បាប់ផងនិងជាចាងវាងរងខាងកាសែតបារាំងឈ្មោះឡាដេបេផងតាមរយៈអុចវ៉ែនភោគឆាយបានស្គាល់ចិត្តស្និទ្ធជាមួយចៅសេងចាងវាងកាសែតឡាដេបេនិងបានចូលសរសេរអត្ថបទឲ្យកាសែតឡាដេបេនៅឆ្នាំ1961ដល់62នៅក្នុងក្រុមកាសែតឡាដេបេភោគឆាយស្គាល់មនុស្សមួយចំនួនទៀតគឺប៉ុកដឺកូម៉ារស់ចេតនិងសូណែមអ្នកទាំងពីរធ្វើការនៅក្រសួងការបរទេសក្រៅពីនេះនៅបានស្គាល់ហូនឹមនិងគ្រូខួនតាមរយៈការជួបគ្នាក្នុងអង្គប្រជុំមួយខែ4ឆ្នាំ1963ភោគឆាយអាយុ24ឆ្នាំប្រឡងចេញពីសាលាច្បាប់ហើយចូលធ្វើការនៅក្រសួងការបរទេសដែលមានឈ្មោះសារិនឆាអគ្គលេខាក្រសួងជាអ្នកជួយទំនុកបម្រុងថ្ងៃទី28ខែ7ឆ្នាំ1963ភោគឆាយរៀបការប្រពន្ធនៅឃុំត្រពាំងចងស្រុកបាកានខេត្តពោធិ៍សាត់ភរិយារបស់គាត់ឈ្មោះសៀគឹម
ខែ11ឆ្នាំ1963សម្ដេចសីហនុបានប្រកាសធ្វើជាតូបនីយកម្មទាំងមុខរបរធនាគារទាំងមុខរបរពាណិជ្ជកម្មក្រៅប្រទេសនាយទុនជាច្រើនដូចជាសុងស័ក្តិងុយកាន់ជាដើមបាននាំគ្នារត់ទៅបរទេសដោយធុញទ្រាន់នឹងការងារនៅក្រសួងការបរទេសនៅចុងខែ12ឆ្នាំ1963ភោគឆាយលាឈប់ពីក្រសួងការបរទេសនៅខែ2ឆ្នាំ1964គាត់មកធ្វើការនៅធនាគារឥណទានជាតិជាមួយអុចវ៉ែននិងប៉ុកដឺកូម៉ាទទួលនាទីជានាយកផ្នែកឥណទាននៅធនាគារនេះភោគឆាយបានស្គាល់ចិត្តដិតជាមួយឈ្មួញម្នាក់ដែលឧស្សាហ៍ចេញចូលធនាគារផ្ញើនឹងដកប្រាក់ឈ្មោះវ៉ាន់ទឹបសវណ្ណហើយតាមរយៈវ៉ាន់ទឹបសវណ្ណនេះភោគឆាយបានស្គាល់ឈ្មោះម្នាក់ទៀតឈ្មោះគីសៀនហូនៅក្នុងឯកសារចម្លើយសារភាពលើកទី3ភោគឆាយនិយាយថាគាត់បានស្គាល់គីសៀនហូនិងវ៉ាន់ទឹបសវណ្ណតាមរយៈនីទុនម្នាក់ឈ្មោះងុយថាន់ជាកូនរបស់ងុយកាន់ត្រូវជាបងប្អូនជីដូនមួយខាងម្ដាយគាត់ជារឿយៗវ៉ាន់ទឹបសវណ្ណអញ្ជើញភោគឆាយទៅហូបបាយផ្សារនិងចូលចិត្តនិយាយពីប្រវត្តិតស៊ូនៅខេត្តបាត់ដំបងកាលពីសម័យបារាំងឲ្យភោគឆាយស្ដាប់ថែមទៀតចុងឆ្នាំ1964នៅក្រុងភ្នំពេញមានលេចឮរសើបរសៀវនៅគ្រប់មជ្ឈដ្ឋានបញ្ញាជនថាមានចលនាបង្កើតបដិវត្តន៍ថ្មីដែលមានអង្គការ CA ជាអ្នកផ្ចុងផ្ដើមភោគឆាយបានចូលប្រឡូកក្នុងអង្គប្រជុំពិភាក្សាអំពីការបង្កើតបកថ្មីនេះយ៉ាងពេញទំហឹងដំបូងបង្អស់គឺក្នុងរវាងដើមខែ3ឆ្នាំ1964ហូយ៉នបាននិយាយជាមួយប៉ុកដឺកូម៉ានិងភោគឆាយអំពីគំនិតចង់បង្កើតបកថ្មីមួយទៀតដោយមានគាត់ធ្វើជាប្រមុខហើយមានប៉ុកដឺកូម៉ានិងភោគឆាយជាសហការីចម្លើយសារភាពលើកទី2និយាយថាខែ10ចម្លើយសារភាពលើកទី3អត់មាននិយាយពីបញ្ហានេះទេនេះជាលើកទី1ដែលភោគឆាយបានលើអំពីបកកម្ពុជាតាមរយៈសម្ដីហូនឹមភោគឆាយបានដឹងថាមានបកកម្ពុជាហើយតែហូយ៉នក៏ចង់បង្កើតបកមួយទៀតដែរយប់ថ្ងៃទី25ខែ6ឆ្នាំ1964ភោគឆាយបានទៅចូលរួមប្រជុំនៅផ្ទះទឹកនៅជ្រោយអំពិលអ្នកដែលទៅចូលរួមប្រជុំមានហូយ៉នហូនឹមវ៉ាន់ទឹបសវណ្ណប៉ុកដឺកូម៉ាទីវអុលគ្រូខួននិងក្រឡាបញ្ជីម្នាក់អង្គប្រជុំបានកំណត់ដាក់ផែនការយ៉ាងច្បាស់គឺទីវអុលក្តាប់សមាគមគ្រូនិងសមាគមចម្រើនវិជ្ជាហើយសហការជាមួយសមាគមផ្សេងៗឲ្យបានជិតស្និទ្ធប៉ុកដឺកូម៉ាក្តាប់កាសែតឡាដេបេសខាងទិសនយោបាយហើយជំរុញបង្កើតសមាគមអ្នកនិពន្ធកាសែតមួយភោគឆាយរួមជាមួយនិស្សិតដទៃទៀតបង្កើតសមាគមនិស្សិតមួយថ្ងៃទី22ខែ12ឆ្នាំ1964សមាគមនិស្សិតទូទៅមួយដែលមានឈ្មោះថាសមាគមទូទៅនៃនិស្សិតខ្មែរនៅកម្ពុជាត្រូវបានប្រកាសបង្កើតឡើងដោយមានការរួមសហការរវាងភោគឆាយវ៉ាន់ពីនីនិស្សិតសាលាភូមិន្ទរដ្ឋបាលទួនសុកផាឡានិងឈុនសុកងននិស្សិតសាលាវិស្វករភោគឆាយបានជាប់ឈ្មោះជាប្រធានសមាគមនេះគោលការណ៍ជាចំហរបស់សមាគមគឺបង្កើតឡើងដើម្បីជួយឧបត្ថម្ភសិស្សនិងនិស្សិតក្រីក្រដែលចង់បន្តការសិក្សានៅភ្នំពេញសមាគមនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីមជ្ឈដ្ឋានជុំវិញសូម្បីតែសម្ដេចសីហនុក៏ផ្ញើថវិកាចំនួន100,000 រៀលមកជួយដែរក្រៅពីនេះនៅមានជំនួយពីអ្នកធំមានមុខមានមាត់មួយចំនួនទៀតជាពិសេសគឺវ៉ាន់ទឹបសវណ្ណថ្ងៃទី30ខែធ្នូឆ្នាំ1964ភោគឆាយបានចូលរួមក្នុងពិធីជ្រើសរើសគណៈកម្មាធិការនាយកថ្មីរបស់សមាគមកម្ពុជាបុត្របន្ទាប់ពីអង្គប្រជុំបានបញ្ចប់នៅល្ងាចថ្ងៃនោះភោគឆាយបានទៅរួមបាយជាមួយហូយ៉នវ៉ាន់ទឹបសវណ្ណនិងគ្រូខួននិងប្រជុំគ្នាអំពីសភាពការនយោបាយសកលលោកនិងនយោបាយក្នុងស្រុកនៅទីបំផុតហូយ៉នសរុបថាត្រូវតែមានបកមួយច្បាស់លាស់ដោយមានកម្លាំងយុវជននៅតាមសមាគមផ្សេងៗជាកម្លាំងស្នូលដើមខែ2ឆ្នាំ1965មានប្រជុំសមាគមមិត្តភាពខ្មែរចិនដើម្បីជ្រើសរើសគណៈកម្មាធិការថ្មីភោគឆាយបានចូលរួមក្នុងពិធីនេះហើយបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការសមាគមនោះផងចំណែកវ៉ាន់ទឹបសវណ្ណបានជាប់ជាស្នងការគណនេយ្យចេញពីប្រជុំវ៉ាន់ទឹបសវណ្ណសុំជួបពិគ្រោះការងារជាមួយភោគឆាយវ៉ាន់ទឹបសវណ្ណចាប់ផ្ដើមនិយាយអំពីគោលបំណងវាយរំលំរបបសីហនុនិងអំពីអង្គការ CA គាត់និយាយថា
ខ្ញុំសពថ្ងៃស្ថិតនៅក្នុងអង្គការមួយដែលបដូរផ្ដាច់វាយរំលំរបបសីហនុគឺអង្គការ CIA ភោគឆាយស្រឡាំងកាំងរួចសួរថាម៉េចបានជាបងតតាក់តងនឹង CIA ទៅវិញតើមានហេតុផលយ៉ាងម៉េចដែរវ៉ាន់ទិបសុវណ្ណឆ្លើយថាសពថ្ងៃខ្ញុំពាក់ផ្លាកខ្មែរក្រហមដោយគេដូចឯងដែរតែអង្គការខ្ញុំជាអង្គការ CIA ខ្ញុំចង់វាយសីហនុឲ្យឈ្នះឆាប់ហើយក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរនាឆ្នាំ1965ភោគឆាយត្រូវបានវ៉ាន់ទិបសុវណ្ណនិងគីសៀនហូធ្វើពិធីបញ្ចូលជាសមាជិក CIA នៅជើងភ្នំទឹកពុលក្នុងភូមិសាស្ត្រខេត្តបាត់ដំបងក្នុងពិធីបញ្ចូលនោះមានការផឹកទឹកសម្បត្តិបដូរស្លាប់បដូររស់ជាមួយគ្នាទៀតផងចម្លើយសារភាពលើកទី3និយាយថាគាត់បានចូល CIA តាំងពីខែ3ឆ្នាំ1963ក្នុងរយៈពេលស្នាក់នៅជើងភ្នំទឹកពុលភោគឆាយបានសួរយោបល់វ៉ាន់ទិបសុវណ្ណអំពីរបៀបដឹកនាំនិងគ្រប់គ្រងសមាគមនិស្សិតវ៉ាន់ទិបសុវណ្ណបានឲ្យយោបល់ថាយើងត្រូវក្លែងខ្លួនធ្វើជាក្រហមសមាគមក៏ត្រូវមានពណ៌ក្រហមព្រោះសីហនុកំពុងដើរនយោបាយក្រហមយើងអែបសីហនុផងវាយសីហនុផងដើម្បីយកពេលប្រមូលកម្លាំងដូច្នេះយើងកុំខ្លាចជេរអាមេរិកថ្ងៃទី1ខែសីហាឆ្នាំ1965ដោយមានការជ្រោមជ្រែងពីចៅសេងចាងវាងកាសែតឡាដេបេសភោគឆាយក៏ត្រូវបានរដ្ឋាភិបាលស្ដេចសីហនុចាត់ឲ្យដឹកនាំគណៈព្រឹទ្ធភូយុវជនមួយក្រុមទៅធ្វើទស្សនកិច្ចនៅប្រទេសចិនរយៈពេល7-2ខែក្រោយពេលត្រឡប់មកពីប្រទេសចិនវិញភោគឆាយលែងហ៊ានជួបពិភាក្សាការងារជាមួយវ៉ាន់ទិបសុវណ្ណនៅពេលថ្ងៃទៀតពួកគេជួបគ្នាតែពេលយប់ដើម្បីកិច្ចពីការតាមដានរបស់កេងរដ្ឋាភិបាលដើមខែមករាឆ្នាំ1966ភោគឆាយអាយុ29ឆ្នាំបានចូលរួមប្រជុំនៅសមាគមកម្ពុជាបុត្រជាមួយតំណាងសមាគមផ្សេងៗចំនួនជាង10នាក់មានហូនឹមតំណាងសមាគមមិត្តភាពខ្មែរចិនទីវអ៊ុលតំណាងសមាគមចម្រើនវិជាកែកំហួតតំណាងសិស្សនៅសាលាតាខ្មៅព្រំសំអាននិងគ្រួសារតំណាងសមាគមគ្រូវ៉ាន់ទិបសុវណ្ណតំណាងអ្នកធ្វើជំនួញមានតំណាងសមាគមបុគ្គលិកសូរិយោដីសមាគមរថភ្លើងចំណែកខាងនិស្សិតមានភោគឆាយជាតំណាងគឺជាការប្រជុំសម្ងាត់ក្រោមអធិបតីភាពរបស់ហ៊ូយ៉នខ្លឹមសារនៃអង្គប្រជុំគឺបង្កើតអង្គការចម្រុះមួយមានលក្ខណៈសម្ងាត់ដែលមានសមាជិកជាង10នាក់និងមានហ៊ូយ៉នជាប្រធានហូនឹមជាអនុប្រធានហ៊ូយ៉នបានសង្កត់ពីអង្គការចម្រុះនេះថាជាអង្គការបណ្ដុលដំបូងភារកិច្ចរបស់អង្គការនេះគឺសមាគមនីមួយៗជាសមាជិកត្រូវជំរុញជាសម្ងាត់ធ្វើយ៉ាងណាឲ្យមហាជនគាំទ្រកាន់តែច្រើនហើយត្រូវរក្សាការសម្ងាត់កិច្ចការនេះដឹងតែចំពោះតំណាងធំៗដែលបានមកចូលរួមប្រជុំទេនៅខែមករាឆ្នាំ1966នេះដែរភោគឆាយបានជាប់ឆ្នោតជាប្រធានសមាគមនិស្សិតជាលើកទី2ប៉ុន្តែដើមឆ្នាំ1966នេះមាននិន្នាការនយោបាយពីរប្រយុទ្ធគ្នានៅក្នុងសមាគមគឺទី1មានការទាមទារឲ្យពង្រីកសកម្មភាពរបស់សមាគមហើយយកផ្លាកសមាគមធ្វើជារបាំងដែលយកកម្លាំងសិស្សចម្រើនវិជាកម្ពុជាបុត្រនិងតាខ្មៅធ្វើជាកម្លាំងស្នូលមតិនេះបានទទួលការគាំទ្រពីនិស្សិតសាលាគ្រូទី2ទាមទារឲ្យពង្រីកសមាគមធ្វើសកម្មភាពតាមលក្ខណៈច្បាប់របស់រដ្ឋដោយយកការរៀនសូត្រធ្វើជាមូលដ្ឋានហើយត្រូវយកសាលាបច្ចេកទេសសូវៀតធ្វើជាទីស្នាក់ការធំគំនិតនេះត្រូវបានគាំទ្រដោយនិស្សិតសាលាសូវៀតដោយមានការជូនយោបល់ពីវ៉ាន់ទិបសុវណ្ណភោគឆាយជ្រើសរើសយកជំហរទី1ដើម្បីបន្លំខ្លួនធ្វើជាខ្មែរក្រហមតទៅទៀតគាត់បានរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចមួយយ៉ាងធំអញ្ជើញភ្ញៀវឲ្យច្រើនមានបញ្ចាំងភាពយន្តជូនទស្សនាដែលឥតគិតថ្លៃចំនួន2ថ្ងៃ2យប់ពិធីនេះបានការអញ្ជើញចូលរួមពីប៉ែននុតនិងសឿនសានសិស្សសាលាជាច្រើនក៏បានទៅមើលកុនដែលមានឈ្មោះថាសង្គ្រាមអង្ម៉ង់ដោយសារពិធីដ៏ធំដុំនេះបានធ្វើឲ្យសមាគមនិស្សិតអាចប្រមូលបានសមាជិកកាន់តែច្រើនឡើងក្នុងអំឡុងពេលនោះអ្នកអង្គម្ចាស់នរោត្តមកន្តុលជានាយករដ្ឋមន្ត្រីខែ7ឆ្នាំ1966ចៅសេងបានជួយជ្រោមជ្រែងឲ្យភោគឆាយបានចូលរួមក្នុងគណៈព្រឹទ្ធភូមួយទៅប្រទេសគុយបាចុងខែ8ឆ្នាំ1966ក្រោយពេលត្រឡប់មកពីប្រទេសគុយបាមិនយូរប៉ុន្មានភោគឆាយត្រូវបានរដ្ឋាភិបាលស្ដេចសីហនុតែងតាំងជាអគ្គនាយកនៃក្រុមហ៊ុនសូណាព្រីមតាមការស្នើសុំរបស់ចៅសេងដែលពេលនោះជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចក្រុមហ៊ុននេះមានបុគ្គលិកជាង400នាក់
នៅខែធ្នូឆ្នាំ1966ភោគឆាយបានចូលរួមប្រជុំក្នុងអង្គការសមាគមចម្រុះក្រោមការដឹកនាំរបស់ហ៊ូយ៉នអង្គប្រជុំជ្រើសរើសតាំងគណៈកម្មាធិការថ្មីនៃអង្គការចម្រុះដែលមានការផ្លាស់ប្ដូរសមាជិកខ្លះនិងមានបន្ថែមសមាជិកខ្លះឡើងដល់ចំនួន17រូបគឺហ៊ូយ៉នប្រធានហ៊ូនឹមអនុប្រធានទីវអុលអគ្គលេខាធិការតាម៉ាន់តំណាងសមាគមកម្ពុជាបុត្រជាអគ្គលេខាធិការរងនិងមានសមាជិក7រូបគឺភោគឆាយតំណាងសមាគមនិស្សិតកាយកំហួតតំណាងសិស្សសាលាតាខ្មៅតំណាងកម្មកររថភ្លើងតំណាងបុគ្គលិកសូរិយោដីតំណាងកម្មករកំពង់ផែតំណាងកម្មកររោងចក្ររដ្ឋនិងតំណាងកម្មកររោងចក្រឯកជនទីប្រឹក្សាមាន6រូបភាគច្រើនសុទ្ធតែចាស់ៗដែលភោគឆាយពុំដែលស្គាល់ឈ្មោះក្នុងនោះមានវ៉ាន់ទិបសវណ្ណនិងតាវងឆ្លៀតឱកាសនោះហ៊ូយ៉នក៏ស្នើរៀបចំពិធីតាំងពិព័រណ៍និងលក់វត្ថុសិល្បៈបុរាណចិនមានតម្លៃជាង2លានរៀលជាអំណោយរបស់ស្ថានទូតចិនចំពោះសមាគមមិត្តភាពខ្មែរចិនចាប់ពីដើមឆ្នាំ1967ពិព័រណ៍ត្រូវបានបើកមានមហាជនកកមកចូលរួមទស្សនានិងទិញវត្ថុសិល្បៈជារៀងរាល់ថ្ងៃពេលនោះស្រាប់តែសម្ដេចសីហនុស្រែកជេរសមាគមមិត្តភាពខ្មែរចិនថាមើងងាយគាត់ដែលយករូបម៉ៅសេងតុងធំខ្ពស់ទៅដាក់សង្កត់លើរូបគាត់ដែលទាបតូចលេងង៉ែតជាប្រធានសមាគមមិត្តភាពខ្មែរចិនបានលាឈប់ហើយទម្លាក់បញ្ហានេះទៅឲ្យហ៊ូនឹមជាអ្នកទទួលខុសត្រូវបន្ទាប់មកសូណែមនិងមនុស្សមួយចំនួនទៀតក៏លាឈប់ដែរហ៊ូនឹមឡើងជាប្រធានស្ដីទីរបស់សមាគមមិត្តភាពខ្មែរចិនតែងតាំងភោគឆាយជាអគ្គលេខាធិការជាបណ្ដោះអាសន្នតម្រាំសមាគមរៀបចំឡើងវិញក្រៅពីនេះនៅក្នុងគណៈកម្មាធិការសមាគមនៅសល់សមាជិកប៉ុន្មានអ្នកទៀតគឺហ៊ូយ៉នវ៉ាន់ទិបសវណ្ណទីវអុលកែកំហួតព្រំសំអាគឹមសេងបងថ្លៃរបស់ហ៊ូយ៉ននិងទីប្រឹក្សា2-3អ្នកទៀតតាំងពីចូលជាសមាជិក CIA មកភោគឆាយតែងទៅខេត្តបាត់ដំបងជាមួយវ៉ាន់ទិបសវណ្ណនិងគីសៀនហូនៅរៀងរាល់ពេលបុណ្យចូលឆ្នាំខ្មែរក្នុងបំណងទៅពិនិត្យភូមិសាស្ត្រក្នុងព្រៃឲ្យបានច្បាស់លាស់ត្រៀមបោះទីតាំងនៅពេលណាដែលឱកាសមកដល់នៅខែមេសាឆ្នាំ1967អ្នកទាំង3បានទៅខេត្តបាត់ដំបងម្ដងទៀតលើកនេះពួកគេទៅរហូតដល់ភ្នំក្រពើ2នៅទីនេះអ្នកទាំង3កំណត់នៅភារកិច្ចដែលត្រូវធ្វើដូចតទៅ1ត្រូវយកភ្នំក្រពើ2ធ្វើជាមូលដ្ឋានកាលណាសង្គ្រាមផ្ទុះឡើង2ចែកភារកិច្ចគ្នាគឺភោគឆាយត្រូវទទួលភារកិច្ចដោយឡែកខាងនយោបាយយុវជននិងប្រជាជនទីក្រុងវ៉ាន់ទិបសវណ្ណទទួលភារកិច្ចខាងយោធានិងប្រជាកសិកររីឯគីសៀនហូទទួលខាងដឹកជញ្ជូនផ្គត់ផ្គង់និងសម្ភារៈថ្ងៃទី24ខែមេសាឆ្នាំ1967រដ្ឋាភិបាលស្ដេចសីហនុប្រកាសថាខៀវសំផននិងហ៊ូយ៉នបានបាត់ខ្លួនទៅហើយចាប់ពីដើមខែ5ឆ្នាំ1967មានកេងរបស់រដ្ឋាភិបាលសីហនុជាច្រើនមកហុំព័ទ្ធផ្ទះនិងកន្លែងធ្វើការរបស់ភោគឆាយហើយតាមដានគាត់គ្រប់ជំហានថ្ងៃទី14ខែកញ្ញាឆ្នាំ1967រដ្ឋាភិបាលស្ដេចសីហនុប្រកាសបិទសមាគមនិស្សិតហើយថ្ងៃទី30ខែកញ្ញាប្រកាសបិទសមាគមមិត្តភាពខ្មែរចិនទៀតពួកនិស្សិតមានការខឹងសម្បារយ៉ាងខ្លាំងនាំគ្នាបោះខិត្តប័ណ្ណប្រងព្រាតប្រឆាំងនឹងរដ្ឋាភិបាលស្ដេចសីហនុដោយចោទថាសីហនុធ្វើខុសនឹងរដ្ឋធម្មនុញ្ញល្ងាចថ្ងៃទី3ខែតុលាឆ្នាំ1967ភោគឆាយបានទៅចូលរួមពិធីជប់លៀងមួយដែលរៀបចំឡើងដោយសមាគមមិត្តភាពខ្មែរចិនដើម្បីប្រកាសបញ្ចប់សកម្មភាពរបស់សមាគមមិត្តភាពខ្មែរចិនដែលរដ្ឋាភិបាលស្ដេចសីហនុបានប្រកាសបិទនិងដើម្បីថ្លែងអំណរគុណចំពោះសមាជិកទាំងអស់ដែលបានឧបត្ថម្ភគាំទ្រសមាគមជារៀងរហូតមកកន្លែងធ្វើពិធីនៅតាមបណ្ដោយផ្លូវជាតិលេខ1ក្បែរធនាគារឥណទានជាតិមានភ្ញៀវប្រមាណ200នាក់មកចូលរួមមិនតែប៉ុណ្ណោះឯកអគ្គរដ្ឋទូតចិនឈ្មោះឆេនស៊ូលៀងនិងបុគ្គលិកទាំងអស់របស់ស្ថានទូតចិនក៏បានមកចូលរួមដែរហ៊ូនឹមថ្លែងសន្ទរកថាទទួលអំណរភ្ញៀវយ៉ាងខ្លីបន្ទាប់មកឯកអគ្គរដ្ឋទូតចិនឆេនស៊ូលៀងក៏ឡើងថ្លែងនៅមិត្តភាពសាមគ្គី 2-3 ម៉ាត់ទើបចាប់ផ្ដើមការជប់លៀងអាហារនិងមានការសម្ដែងសិល្បៈកម្សាន្តច្រៀងរាំសប្បាយនៅខាងក្រៅរបងធ្វើពិធីកេងប្រហែល50 ទៅ 60 នាក់ដកករហង្គមើលមកខាងក្នុង
ស្អែកឡើងថ្ងៃទី4 ខែតុលារដ្ឋាភិបាលស្ដេចសីហនុស្រាវជ្រាវសមាគមមិត្តភាពខ្មែរចិនថាទី1គាត់ប្រកាសបិទហើយមិននៅបន្តសកម្មភាពទៀតទី2បើអស់សមាគមហើយហ៊ុននឹមនៅថ្លែងសន្ទរកថាពីសមាគមអីទៀតទី3ទូតចិនសម្ដែងមិត្តភាពនិងសាមគ្គីភាពយ៉ាងនេះគឺចូលក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាផងចាប់តាំងពីពេលនោះមកភោគឆាយលែងហ៊ានចេញទៅណាផ្ដេសផ្ដាស់ទៀតហើយថ្ងៃទី8 ខែតុលាឆ្នាំ1967វិសុប្រកាសថាហ៊ុននឹមបានបាត់ខ្លួនពីផ្ទះហើយនៅថ្ងៃទី10ភោគឆាយត្រូវប៉ូលីសចាប់ដាក់គុកដើមខែ4ឆ្នាំ1968ក្រោយជាប់គុកបាន7ខែភោគឆាយខៀវសំផនហ៊ុននឹមហ៊ូយ៉នត្រូវតុលាការស្ទឹកកាត់ទោសប្រហារជីវិតមួយខែក្រោយមកភោគឆាយត្រូវបានរដ្ឋាភិបាលស្ដេចសីហនុបន្ថយទោសមកនៅត្រឹមចាប់គុកអស់មួយជីវិតវិញនៅក្នុងគុកភោគឆាយបានទំនាក់ទំនងជាមួយឈ្មោះណូនសួនអ្នកទោសដូចគ្នាតែទទួលភារៈជាចុងភៅជាខ្សែរយៈរបស់គីសៀនហូដែរក្រៅពីធ្វើជាចុងភៅណូនសួនធ្វើជាជាងឈើនៅបរិវេណគុកខាងក្រៅក្នុងរង្វង់របងជាន់ទី1ដើម្បីអាចទំនាក់ទំនងជាមួយសាច់ញាតិក្រុមគ្រួសាររបស់គាត់ហើយតាមរយៈវិធីនេះទើបគាត់អាចទំនាក់ទំនងរៀបចំបណ្ដាញខ្សែប៉ាក់នៅទីក្រុងភ្នំពេញនិងនៅជនបទបានឡើងវិញថ្ងៃទី15 ខែធ្នូឆ្នាំ1969រដ្ឋាភិបាលស្ដេចសីហនុប្រកាសដោះលែងភោគឆាយឲ្យមានសេរីភាពវិញតែរហូតដល់ខែ2ឆ្នាំ1970ទើបគាត់បានរួចចេញពីគុកទោះជារួចពីគុកហើយក៏ដោយតែភោគឆាយនៅតែត្រូវកេញតាមដានរហូតដល់ចុងខែ2ទើបឈប់ក្នុងដើមខែ3ភោគឆាយបានជួបគីសៀនហូហើយបានដឹងថាវ៉ាន់ទិបសវណ្ណក៏ត្រូវចាប់ខ្លួនក្រោយគាត់តែបន្តិចឥឡូវនេះឆ្នាំ1970បានស្លាប់បាត់ទៅហើយភោគឆាយបានទៅសុំធ្វើការងារជាមួយងុយកាន់ដែលត្រូវជាសាច់ញាតិខាងភរិយារបស់គាត់នៅក្នុងចម្លើយសារភាពលើកទី3ភោគឆាយនិយាយថាងុយកាន់ត្រូវជាសាច់ញាតិជីដូនមួយនិងម្ដាយរបស់គាត់ងុយកាន់ធ្លាប់រត់ទៅហុងកុងមួយសារហើយទើបតែត្រឡប់មកវិញនៅឆ្នាំ1969ដំណើរគ្នានឹងសេរីមតៈវិលចូលស្រុកដែរថ្ងៃទី18 ខែមីនាឆ្នាំ1970រដ្ឋប្រហារដែលដឹកនាំដោយឧត្តមសេនីយ៍លន់នល់ដើម្បីផ្ដួលរំលំរដ្ឋាភិបាលសីហនុបានផ្ទុះឡើងល្ងាចថ្ងៃទី15 ខែមេសាឆ្នាំ1970ភោគឆាយបានទទួលការចាត់តាំងពីគីសៀនហូឲ្យចេញទៅតំបន់រំដោះភោគឆាយត្រូវព្យាយាមគេចពីការតាមដានរបស់កេងរហូតដល់ថ្ងៃទី27 ខែកក្កដាឆ្នាំ1970ទើបបានចេញទៅតំបន់រំដោះដែលមានមនុស្សរបស់តូចភឿនជាអ្នកនាំផ្លូវទៅតាមច្រកឧដុង្គសំរោងរហូតដល់ភូមិស្រែអណ្ដូងឃុំពីមខេត្តកំពង់ឆ្នាំងរួចទៅបន្តដំណើរទៅកាន់ភ្នំពីរនៅភ្នំពីរភោគឆាយគ្មានការងារអ្វីក្រៅពីក្តាប់ដំណឹងតាមវិទ្យុតែប៉ុណ្ណោះរហូតដល់ចុងខែ12ទើបមន្ទីរភាពផ្លាស់មកបោះទីតាំងនៅម្ដុំអមលៀងវិញដើមខែមករាឆ្នាំ1974ភោគឆាយដើរបំពេញបេសកកម្មជាមួយលេខាភិកនៅតំបន់កំពង់ស្ពឺតាកែវនិងកំពតដោយដើរធ្វើមីទីងនៅតាមវត្តនិងភូមិនានាដល់ខែ6ឆ្នាំ1974ទើបត្រឡប់មកអមលៀងវិញបានចូលជាសមាជិកអង្គការបដិវត្តក្រោមការជ្រោមជ្រែងរបស់លេខាភូមិភាគ